ជាសួរសួស្តីអ្នកទាំងអស់គ្នានាងខ្ញុំឈ្មោះ Vanessa Tang ជា Miss Grand Universe Cambodia 2025ថ្ងៃនេះពិតជាមានអារម្មណ៍ថារំភើបជាខ្លាំងក្នុងការបានមកនិយាយពីអារម្មណ៍ថ្ងៃនេះហើយ it's so rush to take this video and I'm so happy for this moment ពេលដែលខ្ញុំមិនដែរនិយាយប្រកួតគឺខ្ញុំល្អថាខ្ញុំហត់ខ្លាំងខ្ញុំមិនដែរល្អប្រាប់ម៉ាក់ថាខ្ញុំហត់ទេតែចង់និយាយនេះខ្ញុំមិនល្អថាខ្ញុំត្រូវតែប្រាប់រឿងហ្នឹងទៅគាត់ដែរតែបើឲ្យនិយាយថារឿងអីដែលខ្ញុំមិនដែរនិយាយគឺរឿងហ្នឹងហើយរឿងដែលខ្ញុំថាម៉ាក់គុណហត់ខ្ញុំគិតថាដូចជាមិនសូវមានទេបងដូចមិនសូវមានទេព្រោះអីអ្វីគ្រប់យ៉ាងគឺខ្ញុំធ្វើទៅដោយមានការពិភាក្សាជាមួយនឹងម៉ាក់ជានិច្ចហើយម៉ាក់គាត់តែងតែគ្រប់គ្រងនិងលើកទឹកចិត្តជានិច្ចប៉ុន្តែរឿងមួយដែលគាត់ថាគាត់នឹងអន់សពុនចិត្តបំផុតប៉ុន្តែខ្ញុំអានេះ based on opinion របស់ខ្ញុំគិតខ្លួនឯងទេគឺការសិក្សារៀនសូត្ររបស់ខ្ញុំនៅសាកលដោយសារតែម៉ាក់ខ្ញុំគាត់ជំរុញឲ្យខ្ញុំរៀនខាងសិក្សាស្ថានរៀនខាងតាមប៉ាត់ប៉ុន្តែជាក់ស្ដែងខ្ញុំជ្រើសរើសយករៀនខាងអាកាសចរ civil វិញអញ្ចឹងខ្ញុំអាចគិតថានេះគឺជាចំណុចមួយដែលម៉ាក់ខ្ញុំគាត់disappointed មកខ្ញុំប៉ុន្តែគាត់ថាមិនមែនជា big problem មួយគាត់ទេពេលដែលខ្ញុំឯកាខ្ញុំហត់មួយការងារច្រើនខ្ញុំសម្ពាធពេលហ្នឹងឯងដែលខ្ញុំត្រូវការម៉ាក់មកនៅចិត្តនៅក្បែរដើម្បីមកនិយាយពិភាក្សាគ្នានិងឲ្យកម្លាំងចិត្តខ្ញុំនិងថោកខ្ញុំគឺជាពេលវេលាមួយដែលខ្ញុំត្រូវការម៉ាក់មកចិត្តខ្ញុំដើម្បីនិយាយលើកទឹកចិត្តខ្ញុំព្រោះអីខ្ញុំគឺជាបុគ្គលមួយដែលនៅក្នុងគ្រួសារគឺជាកូនច្បងបើតាមខ្សែចិនគឺខ្ញុំនឹងអីដែលជាគ្រឹះមួយនៅក្នុងគ្រួសារអញ្ចឹងខ្ញុំមួយម៉ាក់ខ្ញុំគឺយ៉ាបងថងហ្នឹងឯងគឺខ្ញុំត្រូវការម៉ាក់ជានិច្ចខ្ញុំអត់ដឹងថាថ្ងៃមុខទៀតទៅជាបែបណាប៉ុន្តែឥឡូវហ្នឹងទោះមានរឿងអីក៏ដោយគឺខ្ញុំត្រូវតែនៅចិត្តម៉ាក់នៅក្បែរម៉ាក់ជានិច្ចវាដែលម៉ាក់គាត់អាសាញនិយាយប្រាប់ហើយនេះអីរហូតថាហឹងមាំឡើងព្រោះអីយើងអញ្ចឹងគេតែងតែមើលងាយយើងឬអាងយើងច្រើនហើយយើងជាកូនច្បងមួយនៅក្នុងគ្រួសារយើងត្រូវតែរឹងមាំហើយធ្វើជាបង្គោលមួយដល់គំរូក្នុងគ្រួសារពីព្រោះអីតាំងពីតូចរហូតដល់ធំខ្ញុំមិនដែរធ្វើឲ្យគ្រួសារខ្ញុំបាក់ឈ្មោះឬក៏មានបញ្ហាអីម្ដងណាខ្ញុំតែងតែលើកមុខមាត់ពួកគាត់អីរហូតអញ្ចឹងពេលដែលគាត់ប្រសើរនឹងពាក្យដែលខ្ញុំចង់ចាំអត់ភ្លេចគឺគាត់តែងនិយាយថាខ្ញុំបកែកូនខ្ញុំកូនបកែខ្លាំងធ្លាប់បងធ្លាប់ហើយថ្មីហ្នឹងដែរខ្ញុំមិនដែរនិយាយរឿងហ្នឹងដោយសារតែខ្ញុំសុខចិត្តបំភ្លេចចោលតែជាក់ស្ដែងហ្មងគឺថ្ងៃខ្ញុំប្រកួត final ផ្ទាល់ខ្ញុំ disappointed ខ្ញុំខឹងខ្លួនឯងមែនតើដោយសារថ្ងៃហ្នឹងខ្ញុំមានរឿងកម្មកោះមួយគាត់ខ្ញុំអន់ចិត្តមួយគាត់ខ្ញុំអត់និយាយមួយគាត់ទេមុនថ្ងៃ final ហ្នឹងហើយតែថ្ងៃ final ហ្មងគឺពេលព្រឹកឡើងខ្ញុំបាននិយាយមួយគាត់ឲ្យគាត់ស្រោចទឹកស្រោចអីឲ្យថាថ្ងៃនេះថ្ងៃជោគថ្ងៃជ័យរបស់កូនហើយម៉ែឯងត្រូវទៅមើលកូនផងហើយសំទោសមួយថ្ងៃហ្នឹងដែលខ្ញុំអន់ចិត្តអន់និយាយអីមួយម៉ែឯងដោយសារតែខ្ញុំហត់មួយការងារផងនិងធៀងខ្លួនប្រកួតផងខ្ញុំអត់សូវមានពេលច្រើនមួយម៉ាក់អញ្ចឹងពេលហ្នឹងហើយដែលខ្ញុំអន់ចិត្តមួយគាត់ខ្លាំងគាត់អត់បានទៅគ្រប់ត្រខ្ញុំនៅកន្លែងប្រកួតទេអញ្ចឹងវាធ្វើឲ្យខ្ញុំអន់ចិត្តយ៉ាងខ្លាំងព្រោះអីនេះគឺជាជោគជ័យមួយយ៉ាងធំនៅក្នុងជីវិតខ្ញុំប៉ុន្តែអត់មានគាត់ទៅចូលរួមដើម្បីលើកទឹកចិត្តខ្ញុំអញ្ចឹងខ្ញុំពិតជាមានអារម្មណ៍ថាខកចិត្តនិងសោកស្ដាយមែនតើព្រោះអីនេះគឺជាឱកាសធំបំផុតនៅក្នុងជីវិតហើយខ្ញុំមិនមែនមានពេលចេះតាមមកប្រកួតទេអញ្ចឹងនេះគឺជារឿងមួយដែលខ្ញុំខកចិត្តសម្រាប់គាត់នៅពេលថ្មីនេះគឺថ្ងៃ final របស់ខ្ញុំអត់មានវត្តមានគ្រប់គ្រាន់ខ្ញុំចង់ឲ្យកូនទាំងអស់គ្នាសាក់លេខទៅមើលម៉ាក់របស់អ្នកតិចមើលគាត់វ័យម៉ាណីអាយុគាត់ប៉ុណ្ណាហើយកាលពីយើងនៅក្មេងគាត់ចាស់ចឹងគាត់តែងតែធ្វើបាយយើងញ៉ាំរាល់ថ្ងៃជាពិសេសអ្នកទាំងអស់គ្នាអាចក្រោកឈរបានក៏ដោយសារតែការបង្រៀនរបស់ពួកគាត់ដែរពួកគាត់មិនមែនត្រឹមតែជាអាណាព្យាបាលទេប៉ុន្តែគ្រប់សកម្មភាពរបស់ពួកយើងគឺមានពួកគាត់តែងតែដឹកនាំនិងណែនាំពួកយើងជានិច្ចអ
គិតទៅពួកគាត់អស្ចារ្យណាស់ដូច្នេះនៅក្នុងឱកាស Mother Day នេះកូនសូមជូនពរឲ្យម៉ាក់មានសុខភាពល្អនិងធ្វើជាមនុស្សដ៏ត្រជាក់ត្រជុំសម្រាប់កូនចៅនិងធ្វើជាមេដាដ៏រឹងមាំសម្រាប់កូនតទៅមុខទៀតនិងជូនពរឲ្យម៉ាក់មានសុខភាពល្អសម្រាប់កាន់តែស្អាតជាពិសេសកូនចង់ប្រាប់ថាម៉ាក់អស្ចារ្យខ្លាំងណាស់ក្នុងការណែនាំពេលបដាខ្ញុំជាមួយនឹងការចិញ្ចឹម3បាច់មកកាន់ខ្ញុំកូនចង់ប្រាប់ថាកូនស្រឡាញ់ម៉ាក់ឆ្លៃអស់ពីបេះដូងម៉ាក់គឺជាកៅភ្នែករបស់កូន Love you mom